គ្រួសារវរៈកងទ័ពជួរមុខក្នុងសង្កាត់លលកសទទួលអំណោយពីគណៈបកប្រជាជនកម្ពុជាខេត្តពោធិ៍សាត់រសៀលថ្ងៃទី22ខែធ្នូឆ្នាំ2025នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាសង្កាត់លលកសក្រុងពោធិ៍សាត់មានធ្វើពិធីចែកអំណោយជូនគ្រួសារវរៈកងទ័ពជួរមុខក្រមអធិបតីភាពលោកលឹមសុកតូអភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះជួយសង្កាត់លលកសលោកលឹមសុកតូបានពំនាំការផ្ដាំផ្ញើសុខសុខទុក្ខពីសំណាក់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបកខេត្តដែលលោកមានការព្រួយបារម្ភនិងយកចិត្តទុកដាក់គ្រប់ពេលវេលាចំពោះវីរៈកងទ័ពសមរភូមិមុខក៏ដូចជាគ្រួសារកងទ័ពនិងជនពិសឹកទាំងអស់ក្នុងពេលប្រទេសជាតិកំពុងផ្ទុះសង្គ្រាមដែលបង្កឡើងដោយចៅសៀមឈ្លានពានទឹកដីកម្ពុជាការនាំយកអំណោយមកចែកជូនបងប្អូនគ្រួសារវីរៈកងទ័ពនេះពេលនេះមិនត្រឹមតែជួយសម្រាលបន្ទុកប៉ុណ្ណោះទេក៏ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់បងប្អូនលើតម្រូវការចាំបាច់ដែលក្រុមការងារអាចជួយបានទៅតាមលទ្ធភាពលោកក៏បានក្រើនរំលឹកដល់គ្រួសារកងទ័ពទាំងអស់កាត់ខំថែរក្សាសុខភាពនិងមើលថែទាំកូនចៅឲ្យបានល្អចូលរួមសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងមានជំនឿជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែរួមសុខរួមទុក្ខជាមួយនឹងបងប្អូនគ្រប់កលៈទេសៈជាមួយគ្នានេះត្រូវលើកទឹកចិត្តដល់វរៈកងទ័ពអង្គអាចក្លាហានរបស់យើងក្នុងបបផែជាតិមាតុភូមិការពីបរណភាពទឹកដីដែលចៅសៀមប៉ុនប៉ងឈ្លានពានម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយតាំងពីដើមមកវីរៈកងទ័ពជួរមុខរបស់យើងបានឈរជើងយ៉ាងរឹងមាំប្រកបដោយភាពស្វាហាប់មូសមុតនិងប្រុងប្រយ័ត្នជានិច្ចចំពោះការតស៊ូប្រយុទ្ធជាមួយនឹងខ្មាំងសត្រូវគ្រប់សមរភូមិគ្រួសារវីរៈកងទ័ពសង្កាត់លលកសដែលបានមកទទួលអំណោយនេះពេលនេះមានចំនួន35គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ20គីឡូក្រាមមីកំប៉ុងមួយកេសឃីតមួយស្បោងក្នុងនោះមានកន្ទេលមុងភួយនំកញ្ចប់ទឹកក្រូចសាប៊ូម្សៅសាប៊ូក្រអូបអំបុកទឹកត្រីទឹកស៊ីអ៊ីវត្រីខអង្រឹងអាវភ្លៀងថ្នាំពេទ្យនិងថវិកាចំនួន200000រៀលសូមបញ្ជាក់ថាសម្ភារៈនិងគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ជាអំណោយរបស់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបកខេត្តរីឯថវិកាជាអំណោយរបស់ក្រុមការងារគណៈបកសង្កាត់លលកសដែលបានរួមសហការជាធ្លុងមួយ